យុទ្ធសាស្ត្រដាក់តម្លៃ10យ៉ាងដែលអ្នកទិញជាប់អន្ទាក់អ្នកលក់ជាញឹកញាប់ 1. យុទ្ធសាស្ត្រ value based pricing ការកំណត់តម្លៃផ្អែកទៅលើគុណតម្លៃរបស់ផលិតផលយើងសង្កេតឃើញវិធីនេះនិយមប្រើលើផលិតផលប្រណិតដូចជាកាបូបល្បីឬក៏នាឡិកាប្រណិតនៅពេលផលិតផលមានគុណតម្លៃកាន់តែខ្លាំងតម្លៃលក់កាន់តែខ្ពស់ធ្វើឲ្យអ្នកទទួលបានកម្រៃកាន់តែច្រើនប៉ុន្តែវិធីនេះមិនមែនអ្នកណាក៏អាចធ្វើបានទេតើតែផលិតផលនោះមានគុណភាពមានស្តង់ដារខ្ពស់ផលិតពីវត្ថុធាតុដើមល្អជាផលិតផលដែលពិបាករកទិញសូម្បីតែពេលខ្លះមានលុយក៏មិនអាចទិញបានផងដែរម្យ៉ាងទៀតវាក៏ត្រូវតែជាផលិតផលដែលផ្ដល់កិត្តិយសទៅដល់អ្នកប្រើយុទ្ធសាស្ត្រទី2គឺ optional pricing ការកំណត់តម្លៃអាស្រ័យទៅលើជម្រើសបន្ថែមវាជាយុទ្ធសាស្ត្រដែលមានបំណងចង់បង្កើនការលក់ដោយលះបង់ប្រាក់ចំណេញខ្លះវិធីនេះប្រើនៅពេលដែលអតិថិជនទិញផលិតផលចម្បងមួយហើយនិងទទួលបានការផ្ដល់ជូននៅជម្រើសបន្ថែមចំពោះផលិតផលផ្សេងទៀតដើម្បីជំរុញឲ្យអតិថិជនចំណាយកាន់តែច្រើនប៉ុន្តែនៅពេលមានអារម្មណ៍ថាចំណេញឧទាហរណ៍នៅពេលទិញទូរស័ព្ទដៃមួយគ្រឿងលោកអ្នកនឹងទទួលបានសិទ្ធិទិញស្រោមទូរស័ព្ទឬក៏កាសដោយទទួលបានការបញ្ចុះតម្លៃ 50% យុទ្ធសាស្ត្រទី3គឺ personal based pricing ការកំណត់តម្លៃផ្អែកទៅលើលទ្ធផលការងារជាការកំណត់តម្លៃទៅតាមការអនុវត្តជាក់ស្ដែងឧទាហរណ៍ថា Lisa ចង់លក់សម្លៀកបំពាក់ដោយជួល page Facebook របស់ Ross ឲ្យផ្សព្វផ្សាយផលិតផលអតិថិជនដែលមកពី page របស់ Ross ត្រូវបង្ហាញកូដដើម្បីទទួលបានការបញ្ចុះតម្លៃបន្ទាប់មក Lisa នឹងផ្ដល់ប្រាក់កម្រៃដល់ Ross ទៅតាមកិច្ចសន្យានេះមានន័យថា Ross នឹងទទួលប្រាក់កម្រៃកាន់តែច្រើននៅពេលដែលអតិថិជនជាច្រើនទិញផលិតផលដោយប្រើប្រាស់កូដបញ្ចុះតម្លៃរបស់នាងយុទ្ធសាស្ត្រទី4គឺ geographical pricing គឺជាការកំណត់តម្លៃតាមភូមិសាស្ត្រវិធីនេះគឺជាការកំណត់តម្លៃអាស្រ័យលើវត្ថុធាតុដើមឬផលិតផលពិបាករកនៅក្នុងតំបន់ណាមួយឧទាហរណ៍នៅតាមខេត្តដែលឆ្ងាយពីសមុទ្រគ្រឿងសមុទ្រប្រកាសជាមានតម្លៃខ្ពស់ឬបើនៅតាមកោះសំបីតែពងទាចៀនក៏ថ្លៃជាងធម្មតាដែរមូលហេតុដែលតម្លៃថ្លៃជាងធម្មតាគឺត្រូវតែចំណាយទៅលើថ្លៃដឹកជញ្ជូននិងមធ្យោបាយដឹកជញ្ជូនជាហេតុដែលនាំឲ្យអ្នកលក់មិនអាចរ៉ាប់រងដើមទុននេះតែម្នាក់ឯងបានទេយុទ្ធសាស្ត្រទី5 pricing by type of customer ការកំណត់តម្លៃតាមប្រភេទអតិថិជនម្ចាស់អាជីវកម្មប្រើវិធីសាស្ត្រនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនតាមរយៈការបញ្ចុះតម្លៃឬក៏ផ្ដល់សិទ្ធិពិសេសអ្វីមួយឧទាហរណ៍ថ្ងៃទិវាកុមារសួនកម្សាន្តបើកឲ្យកុមារចូលលេងដោយសេរីដោយមិនគិតថ្លៃប៉ុន្តែកុមារត្រូវមកជាមួយនឹងអាណាព្យាបាលដែលត្រូវបង់ថ្លៃចុះទស្សនានិងបង់ថ្លៃគ្រឿងកម្សាន្តដែលកុមារមិនអាចលេងម្នាក់ឯងបានជាពិសេសកន្លែងនេះក៏មានការលក់អាហារភេសជ្ជៈនិងការចំណាយផ្សេងច្រើនហេតុនេះហើយអាណាព្យាបាលកុមារគឺជាគោលដៅពិតប្រាកដរបស់សួនកម្សាន្តយុទ្ធសាស្ត្រទី6គឺ product set pricing ការកំណត់តម្លៃផលិតផលជាឈុតជាយុទ្ធសាស្ត្របុរាណបំផុតនិងពេញនិយមខ្លាំងណាស់នៅក្នុងវិស័យចំណីអាហារជាពិសេស fast food អ្នកផលិតកំណត់តម្លៃអាហារជាឈុតឲ្យថោកជាងការទិញរាយធ្វើឲ្យអតិថិជនគិតថាទិញជាឈុតចំណេញជាងការដាក់លក់បែបនេះទោះបីជាចំណេញតិចប៉ុន្តែអាចលក់បានក្នុងបរិមាណច្រើនហើយជារួមនឹងទទួលបានចំណូលច្រើនដែលបង្កើនឱកាសទទួលបានប្រាក់កម្រៃ
អ្វីដែលកាន់តែពិសេសគឺអ្នកលក់អាចលាយបញ្ចូលទំនិញដែលមិនសូវពេញនិយមឬក៏ទំនិញដែលចំណេញច្រើនចូលគ្នាដើម្បីបន្ថែមប្រាក់កម្រៃក៏ប៉ុន្តែគួរប្រយ័ត្នផងដែរប្រសិនបើអតិថិជនយល់ថាតម្លៃមិនសមរម្យភោជនីយដ្ឋាននឹងបាត់បង់ឱកាសនេះផងដែរយុទ្ធសាស្ត្រទី7 penetration pricing គឺការកំណត់តម្លៃទំនិញថ្មីផ្ទុយពី skimming pricing វាជាការកំណត់តម្លៃផលិតផលឲ្យថ្មីឲ្យទាបជាងធម្មតាដើម្បីឲ្យផលិតផលបានជ្រៀតចូលទៅក្នុងទីផ្សារនៅពេលដាក់លក់ដំបូងអ្នកផលិតសុខចិត្តខាតដើមប៉ុន្តែក្រោយមកនឹងដាក់លក់នៅក្នុងតម្លៃធម្មតាវិញក្រោយពេលផុត promotion ការធ្វើបែបនេះគឺដើម្បីជ្រៀតចូលក្នុងទីផ្សារឲ្យអតិថិជនចាប់អារម្មណ៍លើអ្វីដែលពួកគេមិនធ្លាប់បានប្រើប្រាស់ពីមុនមកម្យ៉ាងទៀតជាផលិតផលដែលមិនសូវមានភាពខុសគ្នាជាមួយនឹងផលិតផលដែលមាននៅក្នុងទីផ្សារស្រាប់ចាំបាច់ត្រូវកំណត់តម្លៃឲ្យទាបជាងអ្នកដទៃដូចជាកាហ្វេទឹកត្រីអាហារសម្រន់និងវីតាមីនផ្សេងៗហើយក៏ជាឱកាសដែលអតិថិជនសាកប្រើហើយអាចក្លាយមកជាអតិថិជនជាប្រចាំបានយុទ្ធសាស្ត្រទី8គឺ skimming price ការកំណត់តម្លៃទំនិញដែលទើបនឹងចេញថ្មីទំនិញដែលចេញក្រោយគេបង្អស់មានតម្លៃកាន់តែថ្លៃវិធីនេះភាគច្រើនប្រើជាមួយនឹងឧបករណ៍អេឡិចត្រូនិកនិងផលិតផល IT ផ្សេងៗដែលជាផលិតផលមានការប្រកួតប្រជែងគ្នាត្រង់ភាពច្នៃប្រឌិតថ្មីៗដោយសារភាពថ្មីស្រឡាងបច្ចេកវិទ្យាទំនើបទាន់សម័យគ្មានគូប្រជែងគ្មានការចម្លង model ធ្វើឲ្យផលិតផលទាំងនេះមានតម្លៃខ្ពស់ជួយឲ្យអ្នកផលិតទទួលបានប្រាក់ចំណេញបានលឿនទន្ទឹមនឹងនេះអ្នកផលិតត្រូវបញ្ចេញ model ថ្មីដែលល្អជាងនិងទំនើបជាងមុនដើម្បីដាក់លក់ជំនួសផលិតផលចាស់ដើម្បីឲ្យតម្លៃរបស់ផលិតផលពីមុននឹងធ្លាក់ចុះទៅតាមពេលវេលាយុទ្ធសាស្ត្រទី9 seasoning pricing ការកំណត់តម្លៃតាមរដូវកាលវិធីនេះស័ក្តិសមនឹងអនុវត្តជាមួយផលិតផលនិងសេវាកម្មដែលមានលក់តាក់ទងទៅនឹងរដូវកាលជាឧទាហរណ៍នៅថ្ងៃឈប់សម្រាកឬបុណ្យជាតិផ្ទះសំណាក់សន្តាគារនឹងឡើងថ្លៃដោយសារអតិថិជនមានតម្រូវការខ្ពស់ជាងធម្មតាហើយពួកគេសុខចិត្តចំណាយនៅក្នុងតម្លៃខ្ពស់ជាងធម្មតាផ្ទុយទៅវិញប្រសិនបើនៅក្នុងរដូវកាលដែលមានតម្រូវការទាបនោះវានឹងមានតម្លៃថោកជាងពេលធម្មតារួមជាមួយនឹងកម្មវិធី promotion ផ្សេងៗដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនការកំណត់តម្លៃនេះក៏អាចធ្វើសម្រាប់ការលក់ប្រចាំថ្ងៃបានដែរដូចជារោងកុននៅតាមផ្សារទំនើបចាប់ពីម៉ោង10ដល់ម៉ោង11ព្រឹកតម្លៃសម្បុត្រកុននឹងថោកជាងធម្មតាឬមាន promotion ដោយសារជាពេលដែលផ្សារទំនើបនឹងបើកមិនសូវមានអតិថិជនច្រើនយុទ្ធសាស្ត្រទី10 cost plus pricing ការកំណត់តម្លៃតាមដើមទុនរបស់ផលិតផលនេះជាយុទ្ធសាស្ត្រសាមញ្ញបំផុតហើយក៏ស្មុគស្មាញបំផុតផងដែរដំបូងគណនាថ្លៃដើមក្នុងមួយឯកតារបស់ទំនិញបន្ទាប់មកបូកបន្ថែមប្រាក់ចំណេញដែលចង់បាននោះនឹងរកឃើញតម្លៃលក់ដើមទុនទាំងនោះអាចរួមមានតម្លៃផលិតផលថ្លៃវិកខ្ចប់ថ្លៃដឹកជញ្ជូនថ្លៃជួលកន្លែងលក់និងថ្លៃធ្វើទីផ្សារជាដើមតួយ៉ាងកាហ្វេមួយកែវត្រូវចំណាយដើមទុនជាមធ្យម 4,000 រៀលដូច្នេះបើម្ចាស់ហាងចង់ចំណេញ 2,000 គេនឹងលក់ក្នុងតម្លៃ 6,000 រៀល